ณនាំពាក្យក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាលោកស្រីឧត្តមសេនីយ៍ឯកម៉ាលីសុជាតាបានជូនដំណឹងដល់សាធារណជនក៏ដូចជាសារព័ត៌មានជាតិនិងអន្តរជាតិអំពីការវិវត្តសំខាន់មួយទាក់ទងនឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់តាមសេចក្តីជូនដំណឹងបានបញ្ជាក់ថានៅវេលាម៉ោង 4 រសៀលថ្ងៃទី27 ខែមីនាឆ្នាំ2026នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរក្រុមសម្រាប់សម្រួលកម្ពុជា CLG នៃព្រះរាជាណាចក្រកម្ពុជាបានរៀបចំពិធីស្វាគមន៍យ៉ាងកក់ក្ដៅចំពោះមន្ត្រីយោធាពីររូបមកពីប្រទេសសិង្ហបុរីគឺឧត្តមសេនីយ៍តូ Wong Zhang Ernest និងឧត្តមសេនីយ៍ឯក Shashi Kumarមន្ត្រីទាំងពីររូបនេះបានមកដល់កម្ពុជាដើម្បីចូលរួមក្នុងក្រុមញាក់សង្កេតការណ៍អាស៊ាន AOT ដែលដឹកនាំដោយប្រទេសហ្វីលីពីនក្នុងសមត្ថភាពជាប្រធានអាស៊ានបេសកកម្មរបស់ក្រុមនេះគឺដើម្បីធ្វើការសង្កេតផ្ទៀងផ្ទាត់និងធានាថាវិធានការទាំងអស់ដែលបានកំណត់នៅក្នុងសេចក្តីថ្លែងការណ៍រួមត្រូវបានអនុវត្តយ៉ាងមានប្រសិទ្ធភាពសេចក្តីជូនដំណឹងបានបន្តថាកម្ពុជាតែងតែផ្ដល់ការគាំទ្រយ៉ាងពេញលេញដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ហើយបានសង្កត់ធ្ងន់ពីភាពចាំបាច់ក្នុងការពង្រឹងតួនាទីនិងអាណត្តិរបស់ក្រុមនេះដើម្បីធានាថាការឈប់បាញ់និងវិធានការដែលបានព្រមព្រៀងគ្នារវាងកម្ពុជានិងថៃត្រូវបានអនុវត្តយ៉ាងពេញលេញនិងមានប្រសិទ្ធភាពការស្វាគមន៍ប្រទេសមិត្តភ័ក្តិឲ្យចូលរួមជួយក្នុងបេសកកម្មនេះក៏មានគោលបំណងលើកកម្ពស់ភាពបើកឆោហោការទទួលខុសត្រូវនិងការជឿទុកចិត្តគ្នាទៅវិញទៅមកផងដែរជាមួយគ្នានេះរាជរដ្ឋាភិបាលកម្ពុជានិងក្រសួងការពារជាតិបានបញ្ជាក់ឡើងវិញអំពីការបដិញ្ញាយ៉ាងរឹងមាំស្មោះត្រង់និងមិនផ្លាស់ប្ដូរក្នុងការគោរពនិងអនុវត្តយ៉ាងពេញលេញនៅសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំពិសេសលើកទី3នៃគណៈកម្មាធិការព្រំដែនទូតកម្ពុជាថៃកាលពីថ្ងៃទី27ខែធ្នូឆ្នាំ2026ព្រមទាំងសេចក្តីប្រកាសរួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃកាលពីថ្ងៃទី26ខែតុលាឆ្នាំ2026និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀតផងដែរការបដិញ្ញានេះមានគោលបំណងធានាឲ្យមានការស្ដារឡើងវិញយ៉ាងឆាប់រហ័សការវិលត្រឡប់ទៅកាន់ភាពធម្មតានិងការរក្សាទុកសន្តិភាពនិងស្ថិរភាពយូរអង្វែងនៅតំបន់ព្រំដែនរវាងប្រទេសទាំងពីរក្រសួងការពារជាតិបានជូនដំណឹងជាផ្លូវការដល់សាធារណជននិងអ្នកសារព័ត៌មានជាតិនិងអន្តរជាតិអំពីព័ត៌មានពិតប្រាកដទាក់ទងនឹងបញ្ហានេះ